តើអ្នកមានឆ្ងល់ទេថាតើហេតុអីបានជាបុគ្គលខ្លះមានសមត្ថភាពខ្ពស់នៅក្នុងអឺការធ្វើសេចក្តីសម្រេចចិត្តបានល្អដោះស្រាយបញ្ហាបានងាយស្រួលនិងមានសមត្ថភាពនៅក្នុងការបែងចែកអ្វីជាព័ត៌មានពិតអ្វីជាព័ត៌មានคล้ายៗអ្វីជាការបោកប្រាស់អឺជាពិសេសគឺនៅក្នុងសម័យ digital ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមឬក៏ភាសាអង់គ្លេសថា social media ហ្នឹងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើងដែលយើងមានសង្គមពីរសប្តាហ៍ថ្ងៃគឺសង្គមជាក់ស្ដែងនិងសង្គមតាមប្រព័ន្ធអ៊ីនធឺណិតយើងហៅថាប្រព័ន្ធផ្សព្វផ្សាយសង្គមនោះហើយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្នឹងគឺមានព័ត៌មានលើសលប់ដែលព័ត៌មានខ្លះជាព័ត៌មានពិតខ្លះជាព័ត៌មានคล้ายខ្លះជាព័ត៌មានដែលបរិយាយតែមួយជ្រុងដូច្នេះធ្វើម៉េចដើម្បីអាចឲ្យយើងចេះសម្រេចចិត្តបានត្រឹមត្រូវសម្រេចចិត្តបានល្អដោះស្រាយបញ្ហាបានងាយស្រួលនិងចេះបែងចែកខុសត្រូវល្អអាក្រក់ពិតឬក៏មិនពិតនៅក្នុងសង្គមជាពិសេសគឺនៅក្នុងការប្រស្រ័យទាក់ទងជាមួយគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបាទចម្លើយសាមញ្ញមួយដើម្បីធ្វើរឿងទាំងអស់នេះបានគឺទាល់តែយើងមានជំនាញការគិតត្រិះពិចារណាខ្ពស់ដែលភាសាអង់គ្លេសគេហៅថា critical thinking skill អញ្ចឹងសួរថាតើអ្វីទៅគឺជាជំនាញការគិតត្រិះពិចារណាបាទជំនាញការគិតត្រិះពិចារណាដែលភាសាអង់គ្លេសហៅថា critical thinking skill គឺជាជំនាញទុនដ៏សំខាន់មួយអ្នកខ្លះគេហៅថាជាជំនាញសតវត្សទី21ដ៏ចាំបាច់ដែលមិនអាចខ្វះបានដែលវាសំដៅទៅលើសមត្ថភាពនៅក្នុងការវិភាគព័ត៌មានប្រកបដោយការប្រុងប្រយ័ត្នការសួរសំណួរបញ្ជាក់នៅពេលដែលយើងឃើញយើងឮយើងអានអ្វីមួយឬក៏យើងជួបប្រទះទៅនឹងហេតុការណ៍ឬក៏ព្រឹត្តិការណ៍ណាមួយជាពិសេសគឺក៏ជាសមត្ថភាពដែលយើងអាចប្រម៉ែប្រមូលព័ត៌មានឲ្យបានច្រើនជ្រុងមើលឃើញអំពីហេតុការណ៍ឬក៏ព្រឹត្តិការណ៍ឲ្យបានច្រើនមុំមុននឹងធ្វើការវិនិច្ឆ័យនិងសម្រេចចិត្តធ្វើអ្វីមួយនៅក្នុងន័យនេះចង់សម្ដៅស្តៀងគ្នាទៅនឹងរឿងស្ទាបតម្រៃណាបាទរឿងមនុស្សពិការភ្នែក4នាក់ទៅស្ទាបតម្រៃជាការពិតគឺពេលខ្លះការរស់នៅក្នុងសង្គមរបស់យើងគឺយើងអាចមើលឃើញឬក៏យើងទទួលបានព័ត៌មានតាមមួយជ្រុងពីរជ្រុងឬក៏ពេលខ្លះมันអាចទទួលបានច្រើនជ្រុងទេដូច្នេះហើយដើម្បីឲ្យប្រកាសថាយើងក្តាប់ព័ត៌មានជុំយើងទទួលបានព័ត៌មានច្បាស់លាស់យើងយល់អំពីសាច់រឿងដំណើរហេតុការណ៍នៅព្រឹត្តិការណ៍ឬក៏ការងារទាំងមូលឲ្យបានគ្រប់ជ្រុងជ្រោយនឹងតើតែយើងព្យាយាមប្រមូលព័ត៌មានហើយយើងបើកចិត្តបើកកាយឲ្យបានទូលាយនៅក្នុងការស្វះស្វែងរកក៏ដូចជាទទួលយកនៅព័ត៌មានដែលគេផ្ដល់ឲ្យយើងយកវាមកចម្រោះមកចម្រាញ់វាតាមរយៈការវិភាគការសួរជាសំណួរដើម្បីស្វែងរកនៅផុសតាងទាញហេតុផលឲ្យបានត្រឹមត្រូវមុននឹងធ្វើការវិនិច្ឆ័យថាអញ្ចេះថាអញ្ចោះឬក៏សម្រេចចិត្តថាត្រូវធ្វើអីបន្តទៀតបាទដូច្នេះហើយការគិតត្រិះពិចារណានៅពេលបច្ចុប្បន្ននេះដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងការរស់នៅប្រចាំថ្ងៃទាំងក្នុងការធ្វើកិច្ចការងារក្នុងនាមជាអ្នកអាជីពម្នាក់ប្រសិនបើយើងខ្វះជំនាញនេះវាអាចយើងប្រឈមមុខទៅនឹងការសម្រេចចិត្តខុស
ការធ្វើសកម្មភាពខុសហើយបើសិនជាការងារសាមញ្ញវិនិច្ឆ័យខុសសម្រាប់ខុសវាខូចតិចតួចទេណាបាទប៉ុន្តែបើសិនបើការងារកាន់តែធំដុំការរកស៊ីទុនកាន់តែច្រើនការធ្វើកិច្ចការងារនៅក្នុងសង្គមកាន់តែសំខាន់យើងសម្រេចយើងគិតខុសយើងគិតអត់បានត្រឹមត្រូវយើងគិតខ្វះការត្រិះពិចារណានៅពេលនោះយើងអាចវិនិច្ឆ័យខុសហើយនឹងសម្រេចចិត្តធ្វើអ្វីមួយខុសដែលអាចនឹងបង្កបញ្ហាឬក៏នាំឲ្យយើងខាតបង់ទាំងពេលវេលាក៏ដូចជាលុយកាក់និងទ្រព្យសម្បត្តិផងដែរបាទដូច្នេះហើយខ្ញុំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរយើងជាពិសេសយុវជនហ្នឹងគឺយកចិត្តទុកដាក់រៀនសូត្រជំនាញការគិតត្រិះពិចារណាប្រសិនបើដឹងថាខ្លួនមានជំនាញនេះទាបឬក៏នៅខ្វះខាតច្រើនហើយព្យាយាមប្រើប្រាស់ជំនាញនេះឲ្យបានច្រើនតាមតែអាចធ្វើបានទាំងក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាក្នុងការធ្វើកិច្ចការងារជាក់ស្ដែងទាំងនៅក្នុងសង្គមក៏ដូចជាការប្រកបអាជីពវិជ្ជាជីវៈណាមួយរបស់ខ្លួន